នៅពេលដែលអាកាសធាតុកាន់តែត្រជាក់ហើយយើងឈានចូលដល់រដូវស្លឹកឈើជ្រុះមនុស្សជាច្រើនអ្នកចាប់ផ្ដើមត្រូវការក្រដាសជូតមាត់សួរថាហេតុអីជាមួយនឹងជំងឺផ្ដាសាយគ្រុនផ្ដាសាយនិងកូវីដដែលកំពុងរីករាលដាលហើយយើងអាចប្រាប់បានដល់របៀបណាថាអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលខ្លួនអ្វីដែលសំខាន់ជាងនឹងក៏ទៀតគឺថាតើយើងគួរធ្វើដូចម្តេចដើម្បីកុំឲ្យវាកាន់តែអាក្រក់ជាងនឹងទៅទៀតសូមចាប់ផ្ដើមដោយការយល់ដឹងពីរោគសញ្ញាផ្ដាសាយជាធម្មតាជាបណ្ដាប៉ះពាល់ដល់ច្រមុះនិងបំពង់កសញ្ញាដំបូងអាចជាសម្ពាធក្នុងត្រចៀករបស់ញាក់ឬក្អកដែលពោពេញទៅដោយទឹករំអិលឬដែលយើងហៅថា slash ម្យ៉ាងវិញទៀតរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយកើតមានភ្លាមញាក់មានអារម្មណ៍ថាក្តៅខ្លួនឈឺសាច់ដុំនិងអស់កម្លាំងក្អកស្ងួតជាធម្មតាកើតឡើងហើយអ្នកទំនងជាត្រូវសម្រាមនៅលើគ្រែហើយចំពោះជំងឺ COVID វាបង្ហាញពីរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្ដាសាយជាច្រើនប៉ុន្តែសញ្ញាដែលខុសប្លែកគឺការបាត់បង់រសជាតិឬក្លិនអ្នកខ្លះក៏ជួបប្រទះការឈឺបំពង់កឬឈឺពោះខ្លាំងសូមចាំថារោគសញ្ញាទាំងនេះច្រើនតែកើតឡើងដំណាលគ្នាដូច្នេះតើអ្នកអាចដឹងថាមានអ្វីកើតឡើងដោយរបៀបណាជាការប្រសើរការវិវត្តនៃរោគសញ្ញារបស់អ្នកនិងលក្ខខណ្ឌមូលដ្ឋានណាមួយដែលអ្នកមានអាចផ្ដល់ឲ្យអ្នកនូវគំនិតប្រសើរជាងនឹងទៅទៀតឥឡូវនេះតែអាកាសធាតុត្រជាក់ធ្វើឲ្យយើងឈឺទេមិនមែនដោយផ្ទាល់ទេប៉ុន្តែសីតុណ្ហភាពត្រជាក់ខ្លាំងជំរុញឲ្យយើងនៅក្នុងផ្ទះដែលមេរោគរីករាលដាលយ៉ាងងាយស្រួលលើសពីនេះប្រព័ន្ធភាពស៊ាំរបស់យើងអាចចុកខ្សោយនៅពេលដែលយើងចំណាយពេលច្រើននៅខាងក្នុងកន្លែងកក់ក្ដៅហើយកុំភ្លេចថានៅសាលារៀននិងសាកលវិទ្យាល័យនេះគឺជាកន្លែងដែលមេរោគអាចរីករាលដាលបានយ៉ាងងាយស្រួលពិសេសនៅពេលដែលក្មេងៗចាប់ផ្ដើមជួបជុំគ្នាម្ដងទៀតបន្ទាប់ពីសម្រាករយៈពេលយូរនៅពេលដែលអ្នកមានអារម្មណ៍ថាចាញ់អាកាសធាតុរាងកាយរបស់អ្នកនឹងកម្ចាត់មេរោគដោយធម្មជាតិប៉ុន្តែយើងអាចជួយវាបានដោយការប្រើប្រាស់ថ្នាំដែលត្រឹមត្រូវសម្រាប់គ្រុនក្តៅនិងបំបត្តិការឈឺចាប់ប៉ារ៉ាសេតាមុលឬអៃប៊ូប្រូហ្វិនអាចបន្ថយគ្រុនក្តៅនិងបន្ថយការឈឺរាងកាយទាំងនោះវីតាមីន C តែងតែត្រូវបានគិតថាអាចជួយការពារពីជំងឺផ្ដាសាយប៉ុន្តែភស្តុតាងជាច្រើនបានបង្ហាញថាវាតែងតែប្រសើរជាងការផ្ដោតលើរបបអាហារដែលមានតុល្យភាពដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកវីតាមីន D ក៏មានសារៈសំខាន់ផងដែរពិសេសនៅរដូវរងានៅពេលដែលពន្លឺព្រះអាទិត្យខ្វាត់ខាតការប្រើប្រាស់បន្ថែមលើវីតាមីន D អាចពង្រឹងដល់ប្រព័ន្ធការពាររបស់អ្នកហើយបើមានអាការៈតឹងច្រមុះនោះស្ព្រេឬថ្នាំបាញ់បំបាត់ការកកស្ទះអាចជួយបានប៉ុន្តែកុំប្រើវាយូរពេកការប្រើប្រាស់ច្រើនពេកអាចធ្វើឲ្យការកកស្ទះកាន់តែអាក្រក់ជាងនឹងទៅទៀតចុងក្រោយនេះមិនមានអ្វីជាវិធីព្យាបាលទេប៉ុន្តែការទទួលទានស៊ុបមាន់ក្តៅៗអាចជួយសម្រួលដល់ការឈឺបំពង់កនិងរក្សាជាតិទឹកនៅក្នុងរាងកាយរបស់អ្នកបានអ្វីដែលសំខាន់គឺការទទួលវ៉ាក់សាំងជំងឺគ្រុនផ្ដាសាយរបស់អ្នកពិសេសសម្រាប់អ្នកដែលមានហានិភ័យដូចជាក្មេងតូចៗមនុស្សចាស់និងអ្នកដែលមានជំងឺប្រចាំកាយស្រាប់ហើយ